អនុស្សាវរីយ៍ល្អៗពីកុមារភាពរបស់ខ្ញុំឥឡូវនេះប្រហែលជាលែងល្អហើយអានេះសម្រាប់ខ្ញុំណាមានអារម្មណ៍ថាវាអត់សូវផ្លាស់ប្ដូរច្រើនទេសឹងថា10ឆ្នាំមុនទៅបែបណាទៅឥឡូវនេះប្លែកថាយ៉ាងច្រើន20%មិនដឹងថាមកពីខ្ញុំទៅអង្គុយខុសកន្លែងឬមិនអីប៉ុន្តែអារម្មណ៍ដែលយើងទទួលបានគឺដូចថាខានទៅយូរហើយអត់មានប្លែកអីផងអានេះសម្រាប់ខ្ញុំណាហើយបើរឿងខ្សៅខ្ចងវិញចូលចិត្តលេខ1ស្រាប់ដាក់មកសិតតផុកលើកនេះនិយាយទៅ fail ខ្លាំងហ្មងទៅឲ្យមកវិញមានអារម្មណ៍ថាទៅដូចតែគ្នាអត់មានអីប្លែកហ្មងអត់មានអីធ្វើឲ្យយើងមានអារម្មណ៍ថាចង់ទៅទៀតអត់មានអាប់ដេតអីនិយាយទៅអាប់ដេតតិចមែនតែមុននឹងតវីដេអូចង់មកអួតថ្នាំងដៃតិចសិននិយាយទៅបើសិនជាបងមានបញ្ហាថ្នាំងដៃថ្នាំងជើងអត់ស្មើអាឡៃនឹងខ្មៅដុំណាហើយពិបាករលេលេបអត់ដឹងថារលេណាលេបទៅវាបានសាច់ស្មើស្អាតអញមួយសាមួយនឹងលេច្បីបានតែមកកំប៉ុងឯងដឹងតែឃើញផលហ្មងតានីស្អាតដូចដៃអញ្ចឹងមិនខ្ញុំនិយាយថាពីទូចវាអាចជាអនុស្សាវរីយ៍ល្អសម្រាប់យើងតែដល់ពេលឥឡូវទៅអូយអត់មានអីចង់ទៅទៀតនេះវាដដែលហើយវាអត់មានអាប់ដេតទៅមុខឯងហើយបើយើងប្រៀបធៀបទៅរមណីយដ្ឋានគេផ្សេងគេមានកន្លែងថតរូបអាហារតម្លៃអីវាប្រហែលគ្នាប៉ុន្តែគេមានកន្លែងឲ្យភ្ញៀវស្រួលខ្លួនណាតែដល់ពេលនេះងាកទៅមកហូបក៏កខិចសេវាកម្មក៏អត់សូវល្អហើយដល់ពេលទេសភាពវិញវាដដែលអត់មានអីថ្មីទៅហើយអត់ចង់ទៅទៀតទេនិយាយត្រង់ពេលខ្លះវាអញ្ចឹងដែរមិនមែនថាមិនចង់គ្រប់គ្រងទេចង់គ្រប់គ្រងដែរប៉ុន្តែវាអត់មានអីប្លែកវាដដែលពេកដឹងទៅធ្វើអីហងធ្លាប់ទៅអីវាអញ្ចឹងឥឡូវបើសិនជាអ្នកនរគ្នាវិញគិតដូចខ្ញុំអត់កន្លែងយើងធ្លាប់ទៅហើយ10 20ឆ្នាំក្រោយយើងទៅវានៅដដែលវាអត់មានអីប្លែកសោះហើយមិនដឹងថាវាអត់មានអីតាក់ចិត្តយើងឲ្យយើងចង់ទៅទៀតណាដល់កូនខ្ញុំឃើញខ្ញុំមុខស្អុយពេកមកជ្រៀងខ្ញុំស្ដាប់ដៅកុំឲ្យខ្ញុំមុខស្អុយពេកហើយអ៊ំពូមីងដឹងអូនជ្រៀងបាត់អីអត់បើដឹងជួយប្រាប់នៅក្នុង comment ហងពូម៉ែនេះស្ដាប់អត់ដាច់ទេOn tears on the dear on the